ជាលេបទី3ហើយនៅក្នុងនេះខ្ញុំមានយកបន្ទូមួយហើយខ្ញុំប្រើ comment នៅតាម CMD របស់ខ្ញុំខ្ញុំចូលថ្មីទៅម្ដង CMD ដើម្បី connect ទៅយកបន្ទូបានខ្ញុំត្រូវវាយពាក្យមួយដើម្បី connect ទៅយកបន្ទូខ្ញុំបានអញ្ចឹងខ្ញុំវាយពាក្យ SSX .joy add 192.168 ចុច 111.135 password របស់ខ្ញុំមកដល់ហើយនេះហើយទី1អានេះយើងនឹងចូលបានទី1យើងត្រូវធ្វើពី user cache ទៅ show នៅ content ពី file អញ្ចឹងខ្ញុំទៅស្អី learning cache cache .n slash etc slash asx slash ssxd underscoreហើយមកដល់កន្លែងនេះអញ្ចឹងចូលមកដល់កន្លែងនេះអានេះយើងចូលមកចំណុចទី2ខ្ញុំប្រើ Linux comment ដើម្បី show information of memory cache slash slash một tiếng và những thờ mắm khócទៀតđội chú $$ user này là đi cột số ở được kia đâyឥឡូវយើងចូលទៅកាន់ចំណុចទី4ឡើងយើងត្រូវ find file ដែលមានទំហំធំជាង 5 MB ឥឡូវយើងប្រើប្រាស់ command ប្រើ file file slash một chép
sai bầu thùng chiến nó chụp vào là thông chụp ram này nếu không nói về miền pha thì tròn là pha là thông chụp ram này nhưng trâu đang lượn thì nó bị mọi video như vậy ở chỗ đợt mà thì pram pra chỉ được comment phanh rồi bị đại miền ởក្នុង vlog ហើយខ្ញុំផ្សាយពីអូដកអខ្ញុំស្វែងរកពាក្យ A ហ្នឹងស្លាស់មួយនៅក្នុងអ one three look ហើយ enter មួយអញ្ចឹងគឺឲ្យទៅនៅក្នុងគឺវាមានពាក្យណាដែល error គឺបង្ហាញអក្សរដែលពណ៌ក្រហមហ្នឹងនេះហើយបន្ទាប់មកទៀតយើងជាចូលមកចំណុចចុងក្រោយជាចំណុចទី6ដើម្បី print only username ដែលនៅពី file ឥឡូវខ្ញុំប្រើប្រាស់ទៅលើ command awk o.apps ដើម្បីshow only username ឡើយនេះលក្ខខណ្ឌមួយ print s $1 មួយsorry នេះសញ្ញានេះមួយហើយយើងsorry ស្លាស់មួយយើងចូលទៅete etc
ហើយ slash 1 password របស់យើង w d enter អូ sorry នេះវាខាងឥឡូវខ្ញុំsẽដាក់ដក s ចាំ visual ឲ្យខុសគ្នាវាដូចគ្នាចឹង lab ទី3របស់ខ្ញុំមានតែប៉ុណ្្នឹងលោកគ្រូអរគុណច្រើន